ngày nay nhưng mà bà hai vì ca phở phở từ lờ testerไป5 bỏ nhóm đại nhưng phở chia bật chấmแต่ต้องช่วยในการเนี่ยต้องพิบบอกตู้นี่ได้เลยmà sau mấy nhưng bạnแต่เฮายังคือล้างดอกผมพอชุดปีผมพอชุดปีจังอย่างนี้ถ้าจะมาถ้าไปล้างดูก็ทะเลมีแต่ยังแต่ตีกระบวนแต่เกือบมีอะไรประมาณตีการติ้งไปtester เมาส์แบรนด์ API คือเวียบานอันนี้ติ้งเขียวเนี่ยบานก็ล้อนี่เมาส์มวยนั่งอันนี้มวยมาเซตกี่อะไรคือยืนแต่เมาส์ในโครงการแต่จะเอายังด่า5 ml ok 5 ml đấy ở trong caแต่pH គឺយើងត្រូវតែដាក់អាទឹកនៅក្នុងនេះគឺ3តំណ1 2 3កំពុងតែមើលនេះរបៀបដែលខ្ញុំមើលគឺខ្ញុំដាក់ទឹកដែលវាលាយហើយវាចេញពណ៌ទៅតាមដែលវាបញ្ជាក់ថា pH ល្អចន្លោះពណ៌វាគឺ7 ចុចទៅ 6.8 តែព្រឹកមិញខ្ញុំបានប្រើអានេះដើម្បីតម្លាក់ pH ឲ្យវាទាបអញ្ចឹងអានេះវាធ្លាក់បាន 0.2 អញ្ចឹងអាចថាយើងត្រូវតែព្យាយាមព្យាបាលឬមួយក៏តម្លាក់ pH វាតិចទៀតឲ្យនៅសល់ 6.8 គឺខ្ញុំគិតថាវាល្អហើយអញ្ចឹងទៅទូខាងនោះមួយទៀតឥឡូវចូលមកទូ2នេះម្ដងទូអានេះគឺកំពូល pH ហើយម្សិលមិញគឺវាឡើងរហូតដល់ទៅ 7.6 អានេះក៏ 7.6 ដែរហើយជាបទពិសោធន៍គឺខ្ញុំតាមដានថាទូមួយនេះគឺវា 7.6 វាអត់ឡើងស្លាយទេប៉ុន្តែគ្រាន់ថារុក្ខជាតិវាកម្រលូតយឺតមែនតើទោះបីមាន shader មានគ្រឿងគ្រប់គ្រាន់ក៏ដោយអញ្ចឹងខ្ញុំបានប្រើតម្លាក់ pH ហើយជមើលថាតើនឹងវាធ្លាក់បានប៉ុន្មាន%ការធ្វើគឺយើងត្រូវដាក់ 5 ml ដូចគ្នាទាំងអស់ខ្ញុំ test សិនអានេះប្រហែលជាអត់ទាន់ធ្លាក់អាចថាធ្លាក់បន្តិចដោយសារតែជាស្ដែងខ្ញុំបានមើលពណ៌វាទៅគឺវានៅតែរៀងពណ៌បែកខៀវខ្លាំងបងប្អូនមើលវារៀងខៀវខ្លាំងអញ្ចឹងខ្ញុំហ៊ាននិយាយថាវាអត់ទាន់ធ្លាក់ទេទោះបីជាវាធ្លាក់ក៏វាធ្លាក់តិចដែរចឹងតម្រាំតាធំក៏វាអត់ធ្លាក់ដែរយើងចូលមកទូនេះមួយទៀតអាហ្នឹងឯងជាចំណុចដែលពិបាកសម្រាប់អ្នកដែលមានទូរុក្ខជាតិគឺយើងត្រូវតែតាមដានសុខភាពរបស់ទូរបស់យើងអញ្ចឹងទូធំដូចគ្នាដែរ 7.6 នៅដដែលឯងវាទោះបីជាធ្លាក់ក៏ធ្លាក់តិចដែរអញ្ចឹងអាចនិយាយបានថាទូពីនេះនៅត្រូវតែយើងប្រើទឹកថ្នាំជាប្រចាំហើយអាទូនោះវាធ្លាក់ឯងខ្ញុំឃើញថាវាធ្លាក់ pH អញ្ចឹងទៅគឺយើងអាចនិយាយថាយើងប្រើដែរតែយើងប្រើតិចទៅបានហើយទូរុក្ខជាតិគឺការតាមដានរបស់វាគឺបែបហ្នឹងឯងតាក់ទងជាមួយនឹងការតាមដានទៅលើ pH មានច្រើនទៀតប៉ុន្តែខ្ញុំលើកយកតែ pH មកសិនទេអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនដល់បងប្អូនសម្រាប់ការតាមដាន